ពេលចុះចូលទឹកបរិយាកាសនៅជុំវិញបឹងត្រពាំងក្រំពោពេញដោយសំណើចនិងស្នាមញញឹមប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរាប់រយនាក់មកពីគ្រប់ទិសទីបានជួបជុំគ្នាតាំងពីព្រឹកដោយមានការសួរសុខទុក្ខគ្នាការលេងសើចនិងត្រៀមឧបករណ៍យ៉ាងសាមញ្ញអ្នកខ្លះកាន់ឈ្នាងអ្នកខ្លះកាន់អង្រុតខណៈអ្នកជាច្រើនទៀតត្រៀមចូលទឹកដោយដៃទទេស្នាមញញឹមលេចលើមុខមនុស្សគ្រប់រូបមិនថាជាក្មេងតូចឬមនុស្សចាស់មុនពេលចាប់ផ្ដើមគណៈកម្មការរៀបចំបានណែនាំអំពីរបៀបចាប់ត្រីដើម្បីឲ្យគ្រប់គ្នាចូលរួមដោយស្មារតីនិងរក្សាប្រពៃណីដើមទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់ហើយបន្តជំរុញគ្នាដោយភាពរាក់ទាក់នៅពេលសញ្ញាចាប់ផ្ដើមមនុស្សរាប់រយនាក់បានរត់ចូលទឹកជាមួយសំណើចនិងសំឡេងហូរកញ្ជ្រៀវត្រីចាប់ផ្ដើមលោតពេញផ្ទៃបឹងខណៈដៃរាប់រយកំពុងស្វែងរកត្រីមនុស្សខ្លះអស់សំណើចពេលជាប់ភក់មនុស្សខ្លះហូរទឹកមុខដោយសំណើចពេលចាប់បានត្រីធំមួយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេមិនមែនជាទិន្នផលត្រីទេវាគឺជាសាមគ្គីភាពនិងការស្រឡាញ់រាប់អានគ្នាអ្នកចាប់បានត្រីច្រើនចែករំលែកសំណើចនិងអនុស្សាវរីយ៍ល្អៗជាមួយអ្នកនៅជុំវិញខ្លួនក្មេងៗរៀនពីមនុស្សចាស់អំពីរបៀបចាប់ត្រីនិងការរស់នៅជាសហគមន៍ព្រឹត្តិការណ៍នេះមិនត្រឹមតែជាប្រពៃណីប្រចាំឆ្នាំប៉ុណ្ណោះទេប៉ុន្តែវាជាពេលវេលាផ្សារភ្ជាប់បេះដូងឲ្យជិតស្និទ្ធគ្នាស្នាមញញឹមសំណើចនិងការរួបរวมគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបឹងត្រពាំងក្រំបានផ្ដល់ឲ្យសហគមន៍ជារៀងរាល់ឆ្នាំ